អសតដែលធ្វើឲ្យមនុស្សយើងក្មេងជាងវ័យហើយមិនងាយចាស់គឺការដែលបងប្អូនទាំងអស់គ្នាគេញបានគ្រប់គ្រាន់គេមានគុណភាពព្រោះពេលណាដែលបងប្អូនគេគ្រប់គ្រាន់រាងកាយរបស់មនុស្សយើងចាប់ផ្ដើមជួសជុលកោសិកាចាស់ផលិតនៅកោសិកាថ្មីដូច្នេះហើយបងប្អូនសង្កេតឃើញមនុស្សដែលគាត់អត់សូវបានគេគ្រប់គ្រាន់គឺអាយុកោសិកាគាត់ចាប់ផ្ដើមចាស់រាងកាយជាពិសេសគឺស្បែកគាត់ចាប់ផ្ដើមជ្រីវជ្រួញនឹងមុនអាយុហើយមួយទៀតប៉ះពាល់ជាមួយនឹងការដែលបងប្អូននឹងកាត់បន្ថយនៅប្រភេទអាហារដែលមានជាតិស្ករព្រោះអាហារដែលមានជាតិស្ករក៏វាធ្វើឲ្យមនុស្សយើងឆាប់ចាស់ហើយកោសិកាយើងសឹករិចរើជាពិសេសគឺប៉ះពាល់ជាមួយនឹងរាងកាយរបស់មនុស្សយើងនឹងមានអារម្មណ៍ថាទ្រុឌទ្រោមហើយកោសិកាស្បែកយើងចាប់ផ្ដើមចាស់ជាងវ័យដូច្នេះហើយបើសិនជាបងប្អូនចង់ឲ្យនៅតែក្មេងហើយនៅតែស្អាតគឺកុំភ្លេចគេញបានគ្រប់គ្រាន់ហើយអាហារបងប្អូនប្រកាសថាអត់មានជាតិស្ករច្រើនទី2នេះគឺឱសថដែលជួយឲ្យស្បែករបស់មនុស្សយើងមានសំណើមហើយស្អាតភ្លឺថ្លាចេញពីខាងក្នុងនោះមកនោះគឺប៉ះពាល់ជាមួយនឹងការដែលបងប្អូនញ៉ាំទឹកឲ្យបានគ្រប់គ្រាន់ទឹកគឺជាសារធាតុម្យ៉ាងដែលរាងកាយរបស់មនុស្សយើងត្រូវការចាំបាច់ខ្លាំងមែនទែនហើយសម្រាប់បងប្អូនដែលចង់បានស្បែកស្អាតភ្លឺថ្លាចេញពីខាងក្នុងសុខភាពល្អជួយទៅដល់សុខភាពតម្រងនោមជាពិសេសរាងកាយយើងទាំងមូលនឹងគឺការដែលបងប្អូនទទួលទានទឹកធ្វើម៉េចឲ្យបានគ្រប់គ្រាន់ហើយឱសថទី3ចុងក្រោយដែលជួយឲ្យសុខភាពក្បេះពោះវៀនរបស់មនុស្សយើងស្អាតសរសៃឈាមយើងស្អាតគឺការដែលបងប្អូនជ្រើសរើសនៅក្នុងការញ៉ាំពពុះអាហារកាកសរសៃជាពិសេសគឺពពុះបន្លែបៃតងហ្នឹងជួយឲ្យក្បេះពោះវៀនបងប្អូនស្អាតហើយសរសៃឈាមស្អាតបងប្អូនបើសិនជាស្រឡាញ់នឹងចូលចិត្តវីដេអូមួយនេះជួយ share ចែករំលែកវីដេអូហ្នឹងម្នាក់មួយផង